បងប្អូនព័ត៌មានដែលថាគ្រឿងញៀនរបស់ថៃចាដឹកចូលឥណ្ឌូនេស៊ីហ្នឹងណាគឺថ្ងៃនេះតែម្ដងល្បីផ្អើលពិភពលោកហើយបងប្អូនដោយសារសារព័ត៌មាន US Times ហើយនិង Japan Times យកទៅចុះផ្សាយបន្តអូយបងប្អូនអើយអ្នក share ហើយអ្នក comment ច្រើនមែនទែនគិតទៅប្រទេសថៃនេះថោកទាបមែនប្រហែលថ្ងៃមុនហ្នឹងมันធ្វើដំណើរទៅឥណ្ឌូនេស៊ីហើយស្នើឲ្យឥណ្ឌូនេស៊ីហ្នឹងជួយទិញបកាហើយនឹងទំនិញផ្សេងទៀតហើយលោកប្រធានាធិបតីឥណ្ឌូនេស៊ីបានឆ្លើយតបវិញថាគាត់ឥឡូវហ្នឹងក៏ត្រូវការនាំចេញទំនិញក្រៅប្រទេសដែរជាពិសេសគឺគ្រឿងសមុទ្រហ្នឹងតែម្ដងចាមានអីដូចដែលយើងដឹងហើយចាថ្ងៃ7 ខែ8 2026ហ្នឹងខាងឥណ្ឌូនេស៊ីហ្នឹងចាប់បានគ្រឿងញៀននៅក្នុងកប៉ាល់មួយដែលមានជនជាតិមីយ៉ាន់ម៉ា8នាក់ហើយនិងតៃវ៉ាន់ម្នាក់ចាត្រៀមដឹកចូលប្រទេសឥណ្ឌូនេស៊ីបងប្អូនចាដឹងមកជេបងប្អូនច្បាប់នៅឥណ្ឌូនេស៊ីប្រហែលឆ្នាំមុនតឹងរឹងណាចាប់បានគឺសម្លាប់ចោលតែម្ដងបងប្អូនគ្រាន់តែថាច្បាប់ហ្នឹងគេខាងអនុវត្តមកយូរហើយបងប្អូនមកអើយគ្រឿងមានចំនួន1.3 តោនគិតជាលុយស្មើនឹង$116.2 លានបងប្អូនចាគឺបានដាក់នៅក្នុងថង់ករបស់ខ្មែរយើងទៀតអក្សរខ្មែរប៉ុណ្ណានៃបងប្អូនចាមានការហួសចិត្តជាខ្លាំងឥឡូវហ្នឹងប្រជាជនទូទាំងពិភពលោកក៏កំពុងតែភ្ញាក់ផ្អើលរឿងនឹងខ្លាំងមែនទែនអញ្ចឹងគេទាំងអស់គ្នាដឹងកាន់តែច្បាស់ថាប្រទេសចោលសៀមនេះវាគឺជាអ្នកផ្លាំដីយើងស្រស់វាធ្វើបាបយើងសពបែបសពយ៉ាងឃើញទេវាដឹកគ្រឿងញៀនណាចាពីប្រទេសវានេះចូលមកក្នុងទឹកដីឥណ្ឌូនេស៊ីដោយប្រើបាវអង្គរខ្មែរយើងចាអូយប្រទេសចោលសៀមនេះសាហាវខ្លាំងណាស់បងប្អូនដឹងហើយតាថាមួយរយៈមុននេះប្រហែលថ្ងៃមុននេះនាយករដ្ឋមន្ត្រីសៀមហ្នឹងណាបានទៅស្នើសុំឲ្យឥណ្ឌូនេស៊ីហ្នឹងណាចាទិញបកាខ្លួនឯងក៏ដូចជាទំនិញផ្សេងទៀតតែត្រូវបានលោកបដិសេធដោយសារលោកថាទំនិញលោកក៏ត្រូវការនាំចេញទៅប្រទេសផ្សេងដែរជាពិសេសគ្រឿងសមុទ្របងប្អូនលេងមកក្បាច់នេះដល់កហើយឥណ្ឌូនេស៊ីចង់ផ្ងាជើងដែរហ្នឹងបងប្អូនចាមែនអត់ហ្នឹងហើយប្រហែលខែមុននេះថ្មីនេះដែរហ្នឹងគ្រឿងញៀនថៃហ្នឹងមិនដឹកចូលឥណ្ឌូនេស៊ីដែរចំនួនប្រហែលបងប្អូន3.37 តោននេះបងប្អូនចាសាហាវខ្លាំងមែនទែនណាហ្នឹងហើយហ្នឹងល្បីម្សាឥឡូវល្បីម្សាទៀតដោយសារប្រើករ៉ុងដាក់អង្គខ្មែរយើងបងប្អូនហើយឥឡូវព័ត៌មានមួយហ្នឹងកំពុងតែផ្អើលពិភពលោកតែម្ដងចាប្រជាជនឥណ្ឌូនេស៊ីវិញមានការភ្ញាក់ផ្អើលជាខ្លាំងមិននឹកស្មានថាប្រទេសចោលសៀមហ្នឹងចាវាដល់ថ្នាក់ហ្នឹងបងប្អូនហ្នឹងហើយដោយសារតែលោកប្រធានាធិបតីឥណ្ឌូនេស៊ីហ្នឹងមិនទទួលទិញអ្វីទាំងអស់ពីប្រទេសថៃដោយសារគេត្រូវការនាំចេញដែរឥឡូវវាលេងមកក្បាច់ដល់កសភ្នែកគ្រប់គ្នាទាំងខ្ញុំទាំងគេជាពិសេសគឺឥឡូវហ្នឹងប្រជាជនទូទាំងពិភពលោកកំពុងតែចែកវែកញែករឿងហ្នឹងបងប្អូនអានេះមិនថាយក9ពិតតែម្ដងសាហាវខ្លាំងមែនទែនអរគុណច្រើនបងប្អូនជួយ share ព័ត៌មាននេះបងប្អូនម្នាក់មួយទៀតទៅដើម្បីឲ្យវាកាន់តែល្បីខ្យល់ខ្ចាយអរគុណ